ភេសជ្ជៈមួយមុខនេះគឺมันចំណាយលុយច្រើនសម្រាប់បងប្អូនទាំងអស់គ្នាក្នុងការធ្វើវាទេគឺងាយស្រួលមែនតែនហើយចាយលុយអស់តិចទៀតគ្រាន់តែយើងរើសក្រូចឆ្មាខ្មែរជាមួយនឹងខ្ញីដែលរបស់ខ្មែរយើងចាគឺវាល្អអញ្ចឹងពេលដែលយើងយកវាមកហាន់ជាចំណិតដាក់វាចូលក្នុងដបបែបនេះចាហើយបន្តមកទៀតចាំយើងចាក់ទឹកឃ្មុំចូលភេសជ្ជៈនេះគឺវាការពារការផ្ដាសាយក៏ដូចជាសម្រក់គីឡូយើងចាអញ្ចឹងមានវាមួយនៅក្នុងផ្ទះគឺល្អដែរអញ្ចឹងពេលដែលរៀបក្រូចខ្ញីជាមួយនឹងក្រូចឆ្មាចូលទៅក្នុងដបនេះហើយគឺបងប្អូនបន្ថែមទឹកឃ្មុំចូលចាខ្ញុំប្រើដបអំបែងព្រោះវាល្អសម្រាប់យើងជាងដបជ័រចាពេលដែលយើងលាយគ្រឿងអស់នឹងចូលគ្នារួចរាល់យើងទុកវានៅខាងក្រៅមួយយប់សិនទៅកុំទាន់ដាក់ចូលក្នុងទូទឹកកកចាដើម្បីវាចេញជាតិជូរសិនចាគឺបែបហ្នឹងហើយបន្ទាប់មកចាំយើងដាក់ចូលទូទឹកកកពេលយើងត្រូវការប្រើគឺយើងដួសតែមួយចំណិតពីរចំណិតដាក់ជាមួយទឹកក្តៅជាការស្រេច